កាលដើមឡើយនៅភូមិមួយឆ្ងាយពីរាជធានីមានស្ត្រីម្នាក់បានយល់សប្តិឃើញនិមិត្តដ៏ល្អក្រៃលែងនាងយល់សប្តិថាបានបេះផ្លែឈើដ៏ផ្អែមល្ហែមនឹងឃើញព្រះខែពេញបូរមីភ្លឺចិញ្ចាញ់ចិញ្ចាតអូផ្លែឈើនេះផ្អែមល្ហែមមែនព្រះច័ន្ទពេញវងអើយហេតុអ្វីបានជាភ្លឺស្រស់ស្អាតយ៉ាងនេះជំរាបសួរអ្នកបងតើលោកគ្រូហោរានៅផ្ទះទេខ្ញុំមកកាត់សពដ៏ចម្លែកមួយគាត់មិននៅទេដើរទៅរកបេះថ្នាំបាត់ហើយមានការអ្វីប្រាប់អញក៏បានដែរអូហូស័ព្ទរបស់នាងមិនល្អសោះកូនប្រុសដែលនឹងកើតមកនឹងត្រូវធ្លាក់ខ្លួនធ្វើជាខ្ញុំបំរើគេអស់មួយជីវិតពុទ្ធោអើយហេតុអ្វីបានជាវាសនាកូនខ្ញុំកំសត់យ៉ាងនេះម៉ែមើលសេះស្លឹកថ្នោតរបស់ខ្ញុំចុះថ្ងៃណាមួយខ្ញុំនឹងជិះសេះពុតប្រកួតអូម៉ៃឃើញកូនជ័យអើយកុំដើរលេងឆ្ងាយពេកណាក្រែងលោកសិទ្ធិគេខឹងស្ដីបន្ទោសអាជ័យមើលចុះត្រល់ត្បាញរបស់អញធ្លាក់ទៅដីបាត់ហើយរើសឲ្យអញបន្តិចមកខ្ញុំរើសជូនបានលុះត្រាតែអ្នកមានសន្យាថានឹងមានអ្វីនៅផ្អែមល្ហែមឲ្យខ្ញុំសិនអូអញនឹងឲ្យអំបុកឯងស៊ីឲ្យតែឯងព្រមរើសវាឲ្យអញភ្លាមចុះអ្នកមានសន្យាថានឹងឲ្យតិចឬក៏ឲ្យច្រើនក្មេងនេះរឿងច្រើនមែនអញឲ្យច្រើនណាស់រើសមកបាទអ្នកមីងសន្យាហើយណាខ្ញុំរើសជូនភ្លាមអ្នកមីងត្បាញរួចហើយខ្ញុំអង្គុយចាំយូរហើយណាពេលអំបុករបស់ខ្ញុំចាំបន្តិចទៅមើលក្មេងនេះរំអុកមែនយកទៅមកកញ្ជើពេញនេះច្រើនណាស់ហើយសម្រាប់ក្មេងដូចឯងទេនេះមិនមែនហៅថាច្រើនទេខ្ញុំមិនព្រមយកទេមានរឿងអ្វីខ្លាំងហ្នឹងអាជ័យហេតុអ្វីបានជាឯងមកអង្គុយយំពេញយ៉ាតផ្ទះអញបែបនេះលោកអើយខ្ញុំឲ្យអំបុកវាត្រឹមកញ្ជើហើយវានៅតែប្រកែកថាផ្ដល់ឲ្យតិចពេកឈប់យំទៅអាជ័យប្រពន្ធអញមិនដឹងចិត្តឯងទេមកតាមអញមកចាំអញឲ្យច្រើនដល់ឯងពិតប្រាកដបាទលោកតាបើលោកតាមានប្រសាសន៍បែបនេះខ្ញុំនឹងដើរតាមលោកតាទៅអាជ័យមើលចង្អេរនេះចុះអញដាក់អំបុកជាពីរដុំគឺដុំតូចមួយនិងដុំធំមួយតើមួយណាច្រើនពិតណាស់លោកតាដុំនេះគឺច្រើនចំណែកដុំនោះគឺតិចអញថាដុំនេះច្រើនមែនទេអូអញឲ្យដុំច្រើននេះទៅឯងចុះលោកតាលេងល្បិចនិយមនៃពាក្យជាមួយខ្ញុំផងចាំមើលចុះម៉ែទៅយកប្រាក់ពីសិទ្ធិមកខ្ញុំនឹងសុខចិត្តទៅធ្វើជាខ្ញុំបំរើផ្ទះគេកូនអើយកុំធ្វើបែបនេះអីផ្ទះសិទ្ធិពិបាករស់នៅណាស់ណាកូនអាចៃដើរឲ្យលឿនឡើងមិនក៏ដើរញ៉ៃដូចមន់ស្លាប់បែបហ្នឹងអញប្រញាប់ទៅវាំងលោកតាអើយខ្ញុំខ្លាចទ្រូប្រអប់ស្លានឹងគ្រឿងប្រាក់របស់លោកតាទើបខ្ញុំមិនហ៊ានដើរលឿនចាប់ពីថ្ងៃនេះទៅឯងត្រូវតែរត់ឲ្យទាន់សេះអញហើយចាំទុកទោះជារបស់អ្វីជ្រុះតាមផ្លូវក៏ដោយហាមឯងឈប់រើសដាច់ខាតបាទខ្ញុំបាទចាំទុកក្នុងចិត្តហើយលោកតាអូជ្រុះប្រអប់ស្លាហើយតានោះតែលោកតាបញ្ជាមិនឲ្យឈប់រើសទេហេរត់ទៅមុខទៀតអាចៃយកស្លាមកឲ្យអញស៊ីមើលសូមអញ្ជើញពិសាលោកតាអាចៃចុះប្រអប់ស្លាអញទៅណាអស់ហើយកាលទីសេះមកវាប្រឡូប្រវាយជ្រុះតាមផ្លូវអស់ហើយលោកតាតែលោកតាមានប្រសាសន៍ថាបើរបស់ជ្រុះហាមខ្ញុំជប់រើសឯងចាំទៅផ្ទះសិនចុះអាចៃចង្រៃឯងធ្វើឲ្យអញខ្មាស់គេពេញវាំងចាំទុកលើក្រោយមិនថាជារបស់អ្វីជ្រុះតាមផ្លូវទេឯងត្រូវតែប្រមូលរើសមកឲ្យអស់បើមិនរើសអញវាយឯងឲ្យស្លាប់បាទលោកតាជ្រុះអ្វីក៏ដោយត្រូវតែរើសទាំងអស់របស់ជ្រុះពីលើសេះហើយត្រូវតែរើសតាមបញ្ជាលោកតាអាចៃយកស្លាមកសូមអញ្ជើញពិសាលោកតា
អាចសេះមកដៅជ្រុះតាមផ្លូវខ្ញុំប្រមូលមកមិនឲ្យសមវិទ្យបំឡាវី អូយអាចចៃអាចកែអញយកអាចសេះមកឲ្យអាចស៊ីអាកវ៉ាអាខ្វិនដើរចេញពីផ្ទះអញទៅអញមិនឲ្យអញទៅវាំងជាមួយអញទៀតទេទៅចាំចំការបន្លាយអញទៅកុំឲ្យបាត់ដីចំការអញ បាទលោកតាខ្ញុំទៅចាំចំការមិនឲ្យបាត់ឡើយខ្ញុំចាំតែចំការតាមបញ្ជារបស់លោកសេដ្ឋីទេ អោព្រះអើយដំណាំអញខូចអស់ហើយអាចចៃហេតុអីអញទុកឲ្យគូកបីស៊ីអស់ដាច់ណាំង លោកតាផ្ដាំខ្ញុំឲ្យចាំចំការកុំឲ្យបាត់ឥឡូវលោកតាមើលចុះដីចំការនៅដដែលតើមានបាត់បង់ទៅណាទេ ទាល់សម្ដីនឹងឯងហើយអូចំការមិនបាច់ចាំទេអញទៅខ្វៀលហ្វូងគូញីនៅរូងវិញទៅ លោកតាបើលោកតាឲ្យខ្ញុំទៅគ្រាគូញីខ្ញុំសុំយកគូញីទាំងអស់ក្នុងរោងធ្វើជាប្រពន្ធខ្ញុំហើយណាណែអាគូឈ្មោះចៅហ៊ានមកលួចរំរោគជាមួយគូញីដែលជាប្រពន្ធអញណាចូលឯងទុកជំរិតទីបាក់ម្ចាស់ឯងម្ដង អាចចៃអញឈួតមែនទេដេញចាប់គូគេធ្វើអី លោកតាប្រគល់គូញីឲ្យធ្វើជាប្រពន្ធខ្ញុំហើយឥឡូវគូឈ្មោះពួកគាត់មកលួចសហាយស្មើនឹងប្រពន្ធខ្ញុំតើមិនឲ្យខ្ញុំចាប់ចងយ៉ាងម៉េច លេងគូគេភ្លាមហើយចូលមកធ្វើការក្នុងផ្ទះវិញទៅ លោកតាអើយលោកតាលោកស្រីប្រៅឲ្យមកហៅទៅពិសាបាយ អាចចៃអាមាត់រមៀតស្ងាត់មាត់ភ្លាមចាំទុកអាចចៃលើកក្រោយបើគេប្រើឲ្យមុខមកហៅអញត្រូវដើរមកអុយដោក្បាយត្រចៀកអញហើយខ្សឹបប្រាប់តិច បាទធ្វើមកសឹកតិចនៅក្បែរទូជា អាចចៃភ័យហើយរត់ទៅហៅលោកតាឯងឲ្យលឿនឡើងភ្លើងឆេះផ្ទះអស់ហើយ លោកតា មានការអីអាចចៃខ្សឹបល្អម្លេះ ភ្លើងឆេះផ្ទះលោកតាអស់ហើយក្រាបទូល វើយមិនបាប់ឲ្យលឿនរួចទៅជួយជញ្ជូនរបស់ស្រាវចេញពីផ្ទះភ្លាមអាចចៃ របស់ស្រាលជាងគេគឺសម្បុកមាន់ទៅទេនេះឯងលីទៅអីអូ ទ្រព្យសម្បត្តិអញទៅណាអស់ហើយអាចចៃអញជញ្ជូនបានអីខ្លះ នេះលោកតាសម្បុកមាន់ទៅទេ30សម្បុកស្រាលតាមបញ្ជីលោកតាគ្មានខុសត្រូវណាឡើយ អូយអញតែឡៅទ្រូងស្លាប់មិនខានទេអាចចៃអញទៅចាប់ខ្លួនដើមហេតុដែលធ្វើឲ្យឆេះផ្ទះអញមកភ្លាម លោកតានេះជាដើមហេតុបង្កាត់ភ្លើងធ្វើឲ្យឆេះផ្ទះខ្ញុំចាប់លាក់ខ្ញុំយកមកថ្វាយហើយ អាចចៃនេះកាចណាស់បើទុកវានៅក្នុងផ្ទះទៀតទ្រព្យសម្បត្តិអញច្បាស់ជារលីអស់មិនខានមានតែនាំវាទៅថ្វាយព្រះរាជាទើបអញដកដៃរួចខ្លួន ដោយសារចាញ់ប្រាជ្ញាធនជ័យជាច្រើនលើកច្រើនសារសេដ្ឋីបានសម្រេចបញ្ជូនធនជ័យទៅវាងដើម្បីបម្រើស្ដេចតើធនជ័យត្រូវជួបប្រទះបញ្ហាអ្វីខ្លះបន្តទៀតសូមរងចាំទស្សនារឿងធនជ័យភាគទី2វគ្គធនជ័យផ្ចាញ់ស្ដេចនិងទូតបរទេស